ជាងបើយើងជីឡើងទាំងអស់សង្ឃឹមហើយគេនិយាយថាទោះជាយ៉ាងណាខ្ញុំត្រូវតែបន្តមកស៊ីជាងក៏បាននិយាយថាបើសិនជាខ្ញុំមិនអាចផ្លាស់ប្ដូរទៅធម្មតាវិញទេជំងឺរបស់ខ្ញុំមិនអាចព្យាបាលទេខ្ញុំនឹងផ្លាស់ប្ដូរខ្លួនឯងថ្នាក់ទី1ខ្ញុំមកដល់វិញហើយខ្ញុំនឹងចូលរៀនថ្នាក់ទី1បន្តទៀតស៊ីជាងបានចូលមកដល់ក្នុងថ្នាក់ភ្លាមគេក៏និយាយជាមួយនឹងសិលីណាធម្មតាបែបសិស្សរៀនមួយគ្នាអញ្ចឹងទៅនៅក្នុងថ្នាក់ជាមួយគ្នាដល់ពេលសិលីណាក៏គេនិយាយទៅវិញថាខ្ញុំមិនចម្លើយនោះទេខ្ញុំគឺជាមនុស្ស7ឆ្នាំបន្តមកសិលីណាក៏គេមិនសូវពេញចិត្តនិយាយជាមួយនឹងស៊ីជាងដែលជាតួប្រុសរបស់យើងនោះទេដោយសារតែតួប្រុសរបស់យើងគាត់មានរូបរាងធំគាត់ក៏ស្រែកថាអញចង់ឲ្យគេជប់តាក់ទងខ្ញុំឬមួយក៏ចង់ឲ្យគេនិយាយថាខ្ញុំគឺជាមនុស្សចម្លែកដែលតាក់ទងជាមួយនឹងមនុស្សធំមែនទេអញចង់ធ្វើបែបខ្ញុំមែនទេហើយអ្វីក៏អញធ្វើដូច្នេះទូប្រុសរបស់យើងក៏រៀងអន់ចិត្តតិចដែរគាត់ឃើញសិលីណាគាត់ពិបាកចិត្តចឹងដែលតាក់ទងមកគាត់ដែលជាមនុស្សធំត្រឹមតែខ្លួនអាយុ7ឆ្នាំនោះទេគាត់មិនដឹងគិតមិនគាត់ក៏និយាយនឹងជាមួយសិលីណាគាត់ពិបាកចិត្តខ្លាំងមែនទែនមិនចង់ឲ្យគេថាគាត់គឺជាមនុស្សចម្លែកនៅក្នុងថ្នាក់ឬមួយក៏មិនចង់ឲ្យគេជប់រាប់អានគាត់នោះទេតែដោយសារតែទូប្រុសរបស់យើងគឺជាមនុស្សធំមុនអាយុពេញវ័យគាត់ក៏បាននិយាយថាចាំខ្ញុំការពារឯងទូប្រុសរបស់យើងក៏និយាយប្រាប់លីណាថាខ្ញុំនៅពេលដែលអាយុ7ឆ្នាំគឺមានទម្រង់បែបនេះហើយនៅពេលនោះគូពេទ្យក៏និយាយប្រាប់ខ្ញុំថាខ្ញុំនៅពេលដែលអាយុ30ឆ្នាំខ្ញុំនឹងក្លាយជាតាចាម្នាក់ដូច្នេះហើយខ្ញុំមានមិត្តម្នាក់ទេខ្ញុំចង់រាប់អានឯងតោះមកលីណាក៏បានសួរថាឯងអាចស្លាប់ទេសុំទោសទូប្រុសរបស់យើងគេសង្រោគចិត្តហើយគេគិតថាខ្ញុំមិនដឹងទេពួកគេក៏សង្រោគស្ងើដាក់គ្នាបន្ទាប់មកក៏មានចៅមួយក្រុមឬមួយក៏បិសាចមួយក្រុមដែលបន្លំខ្លួនធ្វើជាមនុស្សមកដល់ទីនេះវាយទូប្រុសរបស់យើងមកដំបងធ្វើឲ្យខ្ទាតទៅរួចលីណាក៏បានសួរថាឯងមិនអីទេឬសិជាពួកគេក៏បានបត្រៃវិស័យហើយក៏រកឃើញថាទេវតាលីជីងគឺនៅទីនេះដូច្នេះហើយនៅក្នុងសាលានេះប្រកាសជាមានទេវតាលីជីងព្រោះអាចោលីអូនេះគឺវាមិនខ្វល់អ្វីទាំង